ដោយបានការចាត់តាំងពីឯកឧត្តមពេញពូសាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនៅថ្ងៃប្រហ័សទី19ខែមិថុនាឆ្នាំ2025លោកពៅសារ៉េននាយករងសាខាលោកថនថាវុធីប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាសុកចន្ទ្រានិងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី17ខែមិថុនាឆ្នាំ2025ក្នុងសុកចន្ទ្រានៅឃុំមេសក់ថ្នាក់9ខ្នងនិងឃុំច្រេះ9ខ្នងសរុប18ខ្នងគុណ6ខ្នងមធ្យម12ខ្នងក្នុងឱកាសនោះលោកពៅសារ៉េតបាននាំមកនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានគណៈបានក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដែលចំណេញការសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងហើយសូមសម្ដែងនៅការសោកស្ដាយចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងបង្កដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ទន្ទឹមនេះលោកនាយករងសាខាក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារហើយត្រូវបិទទូរស័ព្ទរកកន្លែងដែលមានសុវត្ថិភាពនៅពេលមានភ្លៀងធ្លាក់ដែលនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះឬខ្យល់កន្ត្រាក់ត្រូវមើលថែទាំកូនចៅឲ្យបានល្អជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយសារករណីរងដឹកត្រូវថែរក្សាសុខភាពនិងអនាម័យល្អក្នុងការរស់នៅត្រូវត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលរដូវវស្សាឆ្នាំនេះឲ្យបានទាន់ពេលវេលាអំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កេសទឹកស្អ៊ី6ដបត្រីខកំប៉ុង10កំប៉ុងកន្ទេលជ័របត់1គិត1កញ្ចប់មានមុង1ភួយ1ក្រមា1សរង1ថវិកា50000រៀលដល់ឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែមទៅស៊ូតង់1ធុងទឹកជ័រ1ឆ្នាំងបាយសម្ល2ថវិកា20000រៀលក្រុមការងារចុះជួយគុំមេសក់ថ្នាក់ក៏បានឧបត្ថម្ភបន្ថែមសម្រាប់គ្រួសាររងគ្រោះធ្ងន់ក្នុងមួយគ្រួសារថវិកា100,000រៀលគ្រួសាររងគ្រោះមធ្យមក្នុងមួយគ្រួសារថវិកា50000រៀលផងដែរ